បាទសួស្តីបងប្អូននេះជាវីដេអូដំបូងណែនាំទៅលើកម្មវិធី Microsoft Office Word ដូចនេះមុននឹងចូលដល់កម្មវិធី Microsoft Office ខ្ញុំសូមស្វែងយល់ទៅលើនិយមន័យពាក្យថា Computer តើពាក្យថា Computer មានន័យដូចម្ដេចអញ្ចឹងខ្ញុំសូមអានតែម្ដងទៅអញ្ចឹងពាក្យថា Computer មានន័យថាគឺជាម៉ាស៊ីនដែលប្រើប្រាស់កម្មវិធីសម្រាប់ទទួលផ្ទុកនិងរៀបចំគ្រប់គ្រងទិន្នន័យហើយនឹងបញ្ចេញលទ្ធផលទិន្នន័យទៅតាមតម្រូវការនិងស្វែងរកឯកសារ Computer ដែលត្រូវបានប្រើប្រាស់ដំបូងគេបង្អស់នៅក្នុងពិភពលោកនេះគឺបានកត់ត្រានៅឆ្នាំ1613គឺយោងទៅតាមការប្រើប្រាស់ប្រដាប់សម្រាប់គណនាលេខផ្សេងៗបន្ទាប់មកពិភពលោកបានព្យាយាមស្រាវជ្រាវរហូតមកដល់ចុងសតវត្សទី19មកដល់ពាក់កណ្ដាលសតវត្សទី20ទើបម៉ាស៊ីនកុំព្យូទ័រមានការអភិវឌ្ឍរីកចម្រើនជាលំដាប់បាទនេះគឺជានិយមន័យពាក្យថាកុំព្យូទ័រអញ្ចឹងខ្ញុំបន្ទាប់ពីអានហើយទើបខ្ញុំចូលដល់កម្មវិធីកុំព្យូទ័រអញ្ចឹងបងប្អូនមុននឹងចូលដល់កម្មវិធី Microsoft Office Word អញ្ចឹងបងប្អូនបើកកុំព្យូទ័រហើយគឺនៅពេលឃើញផ្ទាំងបែបនេះបងប្អូនត្រូវចុចម៉ៅស្ដាំបងប្អូនយកពាក្យថា refresh ដើម្បីឲ្យកុំព្យូទ័របងប្អូនមានដំណើរការឬក៏កុំឲ្យមានការអាក់អួលអញ្ចឹងមុននឹងបើកកម្មវិធី Microsoft Office Word បានមាន1 2ឬក៏3ជម្រើសដែលអាចបងប្អូនអាចបើកបានអញ្ចឹងទី1បងប្អូនអាចយកម៉ៅមកដាក់កន្លែងពាក្យថា start នេះបន្ទាប់មកបងប្អូនអាចមើលនៅក្នុងនេះឃើញពាក្យថា Word បងប្អូនចុច click 2ដងទៅលើ Word កម្មវិធី Word ពេលនោះគឺកម្មវិធីបាត់ចេញមកដល់ផ្ទាំងបែបនេះអញ្ចឹងបងប្អូនចុចយកកន្លែងពាក្យថា blank document ទៅចេញផ្ទាំងកម្មវិធី Word បែបនេះនេះគឺជាជំហានទី1អញ្ចឹងជំហានទី2បងប្អូនអាចយកម៉ៅរដាលយកមកដាក់កន្លែងពាក្យកន្លែង search បងប្អូនវាយពាក្យថា W ពេលនោះនឹងឃើញកម្មវិធី Word នៅខាងនេះឬក៏នៅកន្លែងនេះអញ្ចឹងបងប្អូនចុច click 2ដងពេលនោះគឺកម្មវិធី Word load មកផ្ទាំងដូចកាលមុនដែរអញ្ចឹងបងប្អូនចុច click ទៅលើ blank document អញ្ចឹងគឺមានកិច្ចការដូចជំហានទី1ដែរអញ្ចឹងជំហានទី3បងប្អូនអាចមើលនៅក្នុងនេះឬក៏មើលនៅខាងក្រោមនេះបើសិនជាមាននៅខាងក្រោមនេះបងប្អូនចុចតែ2ដងទៅគឺដូចគ្នាដូចជំហានទី1ជំហានទី2អញ្ចឹងបងប្អូនអាចប្រើមួយណាក៏បានដែរឲ្យតែបងប្អូនគិតថាការបើកទៅលើកម្មវិធី Word បងប្អូនមានការងាយស្រួលបងប្អូនអាចប្រើបានអត់បញ្ហាទៅលើការជំហានទី1ឬក៏ជំហានទី2ទេអញ្ចឹងខ្ញុំថយអស់សិនខ្ញុំចូលថាថ្មីដំបូងបងប្អូនអាចចូលកន្លែង start បងប្អូនមើលនៅក្នុងផ្ទាំងនេះឬក៏បន្តមកបងប្អូនចូលមកកន្លែងពាក្យ search បងប្អូនវាយពាក្យថា W គឺមាននៅខាងនេះឬក៏ខាងនេះបាទជាចុងក្រោយគឺបងប្អូនអាចមើលនៅបារខាងក្រោមនេះមានពាក្យថា Word បងប្អូនចុច click 2ដងលើកម្មវិធីនោះពេលនោះគឺផ្ទាំងចេញដូចគ្នាអញ្ចឹងខ្ញុំចុចចូលដល់កម្មវិធី Word ខ្ញុំយកពាក្យថា blank document បន្ទាប់មកគឺចូលដល់ផ្ទាំងកិច្ចការអញ្ចឹងបងប្អូនមិនតន់អាចថាប្រើការបានដល់ឡើយទេដើម្បីបងប្អូនអាចបំពេញទៅលើទិន្នន័យទៅលើផ្ទាំងកិច្ចការនេះបងប្អូនអាចទី1កំណត់ទៅលើកណ្ដាស់កំណត់ទៅលើកែមកណ្ដាស់កំណត់លើទំហំហើយនឹង
បងប្អូនដាក់ឈ្មោះដើម្បីងាយស្រួលរកថ្ងៃក្រោយអញ្ចឹងដំហ៊ានបន្ទាប់បងប្អូនចូលមកកម្មកន្លែងនេះគឺពាក្យថា layout បងប្អូនជ្រើសចូលពាក្យ layout បងប្អូនយកពាក្យថា margin បងប្អូនយកពាក្យថា narrow បន្តមកទៀត organization នេះបងប្អូនយក portrait ដដែលកន្លែងនេះមានន័យថាបើសិនជាបងប្អូនចង់បានក្រដាស់ផ្ដេកបងប្អូនយក landscape នេះបើសិនបងប្អូនចង់លោថាឈរយកពាក្យថា portrait អញ្ចឹងខ្ញុំយក portrait បន្តមកពាក្យ size កន្លែងនេះខ្ញុំសូមយក A4 អញ្ចឹងបងប្អូនមើលថាកិច្ចការពាក់ព័ន្ធជាមួយនឹងក្រដាស់រ៉ាមដែលយើងធ្វើការផ្សេងហ្នឹងគឺជាប្រភេទក្រដាស់ A4 អញ្ចឹងបងប្អូនយកកន្លែងហ្នឹងគឺ A4 បន្តមកទៀតត្រឹមកន្លងមកខាងនេះបងប្អូនមិនចាំបាច់ប៉ះទេបន្តមកទៀតបងប្អូនចូលមកកន្លែងពាក្យថា file ដើម្បីកំណត់ទៅលើឈ្មោះឯកសារអញ្ចឹងការកំណត់ទំហំការកំណត់ gram បងប្អូនកំណត់រួចរាល់អស់ហើយក៏ប៉ុន្តែនៅមួយគឺបងប្អូនត្រូវបានកំណត់ទៅលើឈ្មោះការដាក់ឈ្មោះទៅលើឯកសារមួយទេឧទាហរណ៍ខ្ញុំវាយថា KKK ចុះបន្តមកទៀតខ្ញុំsave អញ្ចឹងខ្ញុំចូលមកកន្លែងពាក្យថា file បន្តមកទៀតបងប្អូនយកពាក្យថា save as បន្តមកទៀតបងប្អូនយកពាក្យថា browse បន្តមកទៀតបងប្អូនរើសកន្លែងនេះគឺបងប្អូនរើសទាំងមួយទុកដើម្បីងាយស្រួលក្នុងការរកអញ្ចឹងខ្ញុំយកកន្លែងពាក្យថា desktop កន្លែងឈ្មោះ KK នេះខ្ញុំដាក់ឈ្មោះថាមេរៀនទី1បន្តមកទៀតខ្ញុំយកពាក្យថា OK បាទអញ្ចឹងពេលបងប្អូនធ្វើកិច្ចការនេះរួចបន្តមកបងប្អូនពេលបងប្អូនធ្វើរួចបងប្អូនអាចបាន save ឧទាហរណ៍ឬក៏បងប្អូនធ្វើរួចឧទាហរណ៍ខ្ញុំបាយបន្ថែមអក្សរ D ទៀតចុះសុំទោសខ្ញុំបាយថែម D ទៀតបន្តមកកន្លែងនេះគឺចេញសញ្ញាrespect មានន័យថាវិលថយក្រោយបើសិនជាបងប្អូនអត់បាន save ទេគឺឯកសារគឺនៅត្រឹមតែ KK 3ដងអញ្ចឹងខ្ញុំចុច save លេខនេះពេលដែល save ហើយឧទាហរណ៍ថាបងប្អូន save ហើយបងប្អូនចុច close លេខនេះពេល close បងប្អូនចូលទៅកន្លែង document អញ្ចឹងស្អីបងប្អូនចូលទៅកន្លែងពាក្យថាកន្លែងនេះគឺ file explorer អញ្ចឹងបងប្អូនចូលមកកន្លែងdesktop កន្លែងយើងកំណត់មិញនេះបន្ទាប់បងប្អូនឃើញមេរៀនទី1នៅខាងក្រោមខ្ញុំមើលនេះបងប្អូននេះគឺជាមេរៀនទី1អញ្ចឹងបងប្អូនចុច click ពីរដងយើងចូលផ្ទាំងកិច្ចការរបស់យើងវិញអញ្ចឹងវីដេអូពាក់ព័ន្ធជាមួយនឹងការណែនាំទៅលើ Microsoft Office ខ្ញុំសូម slide ត្រឹមទាំងសិនចាំវីដេអូទី2ខ្ញុំនឹងធ្វើបន្តទៀតអញ្ចឹងបងប្អូនទី1បងប្អូនមុននឹងចូលដល់កម្មវិធី Microsoft Word បងប្អូនត្រូវយល់ពីយមន័យពាក្យថា computer តើ computer នោះមានន័យថាដូចបណ្ដាច់បង្កើតលើឆ្នាំណាបន្ទាប់មកបងប្អូនដឹងពីរបៀបបើកហើយនឹងរបៀប save ហើយនឹងរបៀបបិទកម្មវិធីអញ្ចឹងបងប្អូនខ្ញុំនឹងrefresh ភាសាទៀតដំបូងបងប្អូនមុននឹងចូលដល់កម្មវិធី Word បងប្អូនបើក computer មកបងប្អូនចុចពាក្យថា mouse ស្ដាំបងប្អូនយកពាក្យថា refresh 2ទៅ3ដងដើម្បីឲ្យកុំព្យូទ័របងប្អូនមានដំណើរការល្អមិនអាចអួលមុននឹងដល់ចូលដល់ការបើកយើងមានជំហានដល់3ឬក៏ច្រើនជាងនេះក៏ប៉ុន្តែខ្ញុំលើកយកតែ3យកមកបង្ហាញដល់បងប្អូនទី1បងប្អូនអាចចូលទៅកន្លែងផ្ទាំងនេះគឺហៅថា start បងប្អូនចូលកន្លែងនេះបងប្អូនមើលនៅខាងនេះក៏ឃើញពាក្យថា Word ទី2បងប្អូនចូលពាក្យកន្លែង search បងប្អូនវាយថា W ពេលនោះគឺ load Word ជំហានមួយទៀតបងប្អូនអាចមើលខាងក្រោមនេះឃើញពាក្យ Word ដូចគ្នាបងប្អូនអាចចុច click ពីរដងពេលនោះគឺ load ចូលផ្ទាំងដូចកាលមុនដែរអញ្ចឹង
ជាចុងក្រោយសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់